ជំរាបសួរពុកម៉ែមីងអ៊ំបងប្រុសបងស្រីទាំងអស់គ្នាថ្ងៃនេះខ្ញុំបាននាំយកមកគាថាមួយទៀតហើយគឺជាគាថាមុនស្នេហ៍ចងឈ្មោះឲ្យគេស្រឡាញ់អញ្ចឹងគាថានេះគឺជាគាថាដាក់ស្នេហ៍លើបុគ្គលណាដែលយើងពេញចិត្តយើងស្រឡាញ់ទាំងប្រុសទាំងស្រីយើងអាចប្រើគាថានេះបានគាថានេះគឺជាគាថាពីគេបុរាណខ្មែរយើងមកវាមានឫទ្ធខ្លាំងពូកែហើយគាថានេះយើងយកទៅប្រើនៅក្នុងគោលបំណងនៅពេលដែលយើងស្រឡាញ់ទៅលើបុគ្គលណាម្នាក់ឧទាហរណ៍ថាបុគ្គល A ឬក៏ B អញ្ចឹងយើងអាចប្រើគាថានេះដើម្បីហៅឈ្មោះអន្តងឈ្មោះដើម្បីឲ្យគេមកចូលចិត្តស្រឡាញ់យើងហើយហាមដាច់ខាតយកប្រើគាថានេះដើម្បីតាក់ប្តីគេឬក៏ប្រពន្ធគេព្រោះគាថានេះយើងអាចដាក់បាននៅយើងអាចប្រើបាននៅទៅលើបុគ្គលណាដែលគាត់នៅម្នាក់ឯងឬក៏គាត់នៅ single អីចឹងទៅអញ្ចឹងយើងអាចយកប្តីគេឬក៏ប្រពន្ធគេបានទេសម្រាប់គាថាហ្នឹងអញ្ចឹងមុននឹងចូលទៅដល់គាថាសូមពុកម៉ែមីងអ៊ំបងប្រុសបងស្រីនិងបងប្រុសបងស្រីទាំងអស់ជួយចុច like ចុច subscribe ទៅលើវីដេអូឬក៏ YouTube ខ្ញុំបាទដើម្បីឲ្យខ្ញុំបាទមានទឹកចិត្តនៅក្នុងការធ្វើវីដេអូឬក៏ស្វែងរកគាថាល្អៗដើម្បីមកបង្ហាញនិងបង្រៀនពុកម៉ែមីងអ៊ំទាំងអស់គ្នាបន្ថែមទៀតហើយមួយទៀតនៅពេលដែលបងប្អូនជួយ subscribe ឬក៏ចុច like ទៅលើវីដេអូខ្ញុំបាទពេលនោះរាល់វីដេអូថ្មីរបស់ខ្ញុំបាទធ្វើឡើងនឹងឬក៏បង្ហោះឡើងវានឹងលោតចូលទៅដល់channel របស់បងប្អូនមុនគេអញ្ចឹងគាថានឹងមានឈ្មោះថាមុនស្នេហ៍ចងឈ្មោះឲ្យគេស្រឡាញ់អញ្ចឹងពុកម៉ែបងប្អូនដែលលួចស្រឡាញ់គេម្នាក់ឯងឬក៏ស្រឡាញ់គេតែគេអត់ស្រឡាញ់យើងអាចប្រើគាថានេះដើម្បីសូត្រហើយការសូត្រហ្នឹងគឺយើងសូត្រដាក់ទៅលើទឹកអប់កមួនផផោះអាចមានជ័យលេបសក់ក៏បានដែរយើងអាចសូត្រដាក់ជ័យលេបសក់ទៅកមួនហើយស្អីយើងអាចដាក់ទឹកអប់ក៏បានផផោះទឹកអប់ក៏បានដែរហើយដាក់ក្រែមហើយយើងសូត្រទៅយើងសូត្រ7ចប់ឬក៏9ចប់យើងសូត្រហើយយើងផ្លុំដាក់ទៅលើក្រមួនទឹកអប់របស់យើងទៅហើយយើងបាញ់ទៅពេលយើងទៅជួបមនុស្សដែលយើងដាក់ឬក៏ឈ្មោះហ្នឹងគេនឹងពេញចិត្តនឹងស្រឡាញ់យើងបាទលើយើងហើយអញ្ចឹងយើងអាចចែកសូត្របានទៅលើគាថាហ្នឹងហើយគាថានេះគឺយើងដំណំទី1គឺហាមយកប្តីឬក៏ប្រពន្ធគេទី2គឺហាមញ៉ាំសាច់ឆ្កែផ្លែឃ្លោកផ្លែស្ពឺបើសិនគេតមមែនទែនដល់ថាប្រហុកឬក៏ប្រហុកអីគេដាក់យើងញ៉ាំផ្ទាល់ទេវាអាចនឹងសាបគាថារបស់យើងណាហើយប្រហុកហើយម្អមអីហ្នឹងទៅគេអត់ឲ្យញ៉ាំដែរប៉ុន្តែបើប្រហុកយើងញ៉ាំជាមួយស្លមានតែយើងស្លទៅជាស្លហើយអាហ្នឹងអត់អីទេប៉ុន្តែបើសិនជាយើងញ៉ាំផ្ទាប់ឆៅអាហ្នឹងអត់អាចទេប្រហែលជាអាចវានឹងអាចធ្វើឲ្យមុនគេថាយើងនេះហ្នឹងវាអាចសាបសូន្យណាអញ្ចឹងអាហ្នឹងជាបំណងជាដំណំដែលយើងហាមទី1គឺប្តីឬក៏ប្រពន្ធគេទី2គឺសាច់ឆ្កែផ្លែស្ពឺផ្លែឃ្លោកហើយហ្នឹងគឺយើងហាមដាច់ខាតហើយដើរក្រោមស្នួរឬក៏ក្រោមដើមស្ពឺដើមអីហ្នឹងគឺយើងដំណំហើយមុននឹងចូលទៅដល់គាថាពុកម៉ែមីងអ៊ំទាំងអស់គ្នាគឺយើងត្រូវតែសូត្រនមោ3ចប់សិនសូត្រនមោហើយ
គាថាហ្នឹងគឺយើងសូត្ររៀងរាល់ព្រឹករៀងរាល់ថ្ងៃរៀងរាល់ព្រឹកហើយដើម្បីឲ្យគាថានឹងខ្លាំងពូកែពុកម៉ែមីងអ៊ំទាំងអស់ត្រូវសូត្រនៅមុខអាសនៈឬក៏កន្លែងហឹងដែលពុកម៉ែមីងអ៊ំមានបើសិនជាអត់មានទេពុកម៉ែមីងអ៊ំអាចឲ្យធូបឬក៏ទៀនពីរទៅយើងឲ្យធូបទៀនហើយយើងសូត្រនៅមុខហ្នឹងទៅនៅលើកន្លែងយើងហឹងឬក៏អាសនៈរបស់យើងឬក៏បើសិនជាអត់មានទេយើងអាចឲ្យទាញឲ្យធូបទៅហើយយើងសូត្រទៅសូត្រវាទៅហើយមុននឹងសូត្រប្រកគាថាគឺយើងសូត្រនមោ3ចប់អញ្ចឹងយើងសូត្រទាំងអស់គ្នានមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនៅពេលដែលពុកម៉ែមីងអ៊ំទាំងអស់គ្នាសូត្រនមោចប់អាហ្នឹងយើងចូលទៅដល់គាថារបស់យើងគាថាហ្នឹងគឺខ្លីទេស្រួលចាំទេអញ្ចឹងយើងសូត្រទាំងអស់គ្នាអ៊ិមៈយិទ្ធិភវំបន្ទាប់មកយើងដាក់ឈ្មោះដែលយើងស្រឡាញ់មានន័យថាឧទាហរណ៍យើងស្រឡាញ់បុគ្គល B ឬក៏បុគ្គល A ឬក៏បុគ្គល K ឬក៏បុគ្គល K កអញ្ចឹងយើងដាក់ឈ្មោះកន្លែងហ្នឹងមកអញ្ចឹងយើងសូត្រមកឧទាហរណ៍យើងស្រឡាញ់បុគ្គល កអញ្ចឹងយើងសូត្រមកអ៊ិមੰយិទ្ធិភវំបុគ្គល កមៈអញ្ចឹងយើងសូត្រម្ដងទៀតអ៊ិមੰយិទ្ធិភវំបុគ្គល កមៈអញ្ចឹងយើងសូត្រម្ដងទៀតអ៊ិមੰយិទ្ធិភវំដាក់ឈ្មោះបុគ្គល កមកមៈអញ្ចឹងពុកម៉ែមីងអ៊ំទាំងអស់គ្នាសូត្រ7ចប់ឬក៏9ចប់នៅពេលដែលយើងសូត្រហើយយើងផ្លុំដាក់កមួនដាក់ទឹកអប់របស់យើងទៅហើយយើងសូត្ររៀងរាល់ព្រឹកឬក៏ថ្ងៃសិលតែមកយើងយកបើសិនជាកមួនយើងយកមកលាបប្រវេមាត់ឬក៏អញ្ចើមយើងទៅហើយបើទឹកអប់យើងបាញ់ទៅហើយស្រីៗយើងអាចសូត្រដាក់ទៅលើក្រែមរបស់យើងទៅហើយយើងលាបរៀងរាល់ពេលអញ្ចឹងទៅយើងទៅជួបជាមួយនឹងមនុស្សដែលយើងដាក់ស្នេហ៍ហ្នឹងទៅនឹងបានផ្លែផ្កាយអញ្ចឹងដើម្បីឲ្យបាលីឬក៏គេថាយើងសូត្ររត់តែខ្លាំងគឺពុកម៉ែមីងអ៊ំទាំងអស់គ្នាត្រូវឧស្សាហ៍ឬក៏ត្រូវតែអុជធូបឬក៏បូជាផ្លែឈើឬក៏ផ្ការៀងរាល់ថ្ងៃសិលហើយសូត្រដាស់ទៅលើកមួនរបស់យើងហ្នឹងទឹកអប់របស់យើងហ្នឹងរៀងរាល់ថ្ងៃសិលសូត្រឧស្សាហ៍សូត្រនៅពេលដែលយើងសូត្ររត់តែខ្លាំងគេថានឹងរត់តែប្រកែជាចុងក្រោយខ្ញុំបាទសូមអរគុណពុកម៉ែមីងអ៊ំបងប្អូនបងស្រីទាំងអស់គ្នាដែលតាមដានទៅលើវីដេអូខ្ញុំបាទតាំងពីដើមរហូតដល់ចប់បើសិនជាខ្ញុំបាទសូត្រឬក៏និយាយទៅខុសឆ្គងកន្លែងណាខ្ញុំបាទសូមអភ័យទោសឬក៏សូមទោសទុកជាមុនបើសិនជាមានកន្លែងណាខុសឆ្គងជាចុងក្រោយខ្ញុំសូមអរគុណ